បាទមានបងប្អូនគាត់ឆ្ងល់ថាលេខនៅលើបាវជីហ្នឹងមានន័យថាម៉េចហើយបូក TE ហ្នឹងមានន័យថាម៉េចហើយបងប្អូនខ្លះគាត់ចង់ដឹងអំពីវិធីប្រើប្រាស់ដោយសារជីនៅលើទីផ្សារមានច្រើនអញ្ចឹងយើងមកស្វែងយល់អំពីលេខនៅលើបាវជីបាទមាន4100មាន1840មាន0060មាន20 2015បូក TE អញ្ចឹងទៅបាទ4100នេះគឺគេហៅថា Urea ដែលយើងហៅថា G Urea ហ្នឹងហើយ1840ហៅថា GDAP ហើយ0060គឺ G Kali ហើយ20 2015បូក TE នោះគឺយើងហៅថា G ចម្រុះឬហៅថា G ផ្លែឈើឬអាចមានរូបមន្តផ្សេងទៀតបងប្អូនកន្លែង20 2015នេះអាចទៅជាលេខផ្សេងតាមក្រុមហ៊ុនផលិតលេខដំបូងនេះគឺតំណាងឲ្យ N លេខកណ្ដាលនេះគឺតំណាងឲ្យ P លេខចុងក្រោយនេះគឺតំណាងឲ្យ K អញ្ចឹង N នេះគឺគេបងប្អូនគឺ nitrogen ឬហៅថាអាសូត P នេះ phosphor K នេះ potassium អញ្ចឹងបងប្អូនយល់ហើយ4100មានន័យថាអាសូត 41% phosphor 0% potassium 0% នេះក៏ដូចគ្នាដែរបងប្អូននេះគឺអាសូត 18% phosphor 41% potassium 0% កាលីនេះអាសូត 0% phosphor 0% potassium 60%វាឯ G ចម្រុះឬហៅថា G ផ្លែឈើអាសូត 20% phosphor 20% potassium 15% ហើយបូក TE នេះគឺជាធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការតិច TE នេះគឺមកពីពាក្យថា trace elements ដែលវាមានដូចជាដែក manganese ស័ង្កសី ទង់ដែង molybdenum បូឬហៅថា boron ហើយនិង chlor 46នេះគឺជាភាគរយអញ្ចឹងធម្មតា G យើងគឺ50គីឡូបើសិនជា G យើង2បាវស្មើនឹង100គីឡូគឺមានអាសូត46គីឡូដោយ DAP ជាដើមធម្មតា G យើង50គីឡូអញ្ចឹង G យើង2បាវស្មើនឹង100គីឡូ G យើង2បាវគឺមានអាសូត18គីឡូ phosphor 41គីឡូអញ្ចឹងដូចគ្នាទាំងអស់បងប្អូនឥឡូវឧទាហរណ៍ថា G Urea 2បាវបូកចូលគ្នា50គីឡូបូក50គីឡូស្មើ100គីឡូក្នុង G 2បាវនេះ100គីឡូមានអាសូត46គីឡូអញ្ចឹង100គីឡូដក41គីឡូនៅសល់54អញ្ចឹង G Urea 2បាវស្មើនឹង100គីឡូគឺមានអាសូតដល់41គីឡូទេចុះ54គីឡូនេះគឺជាអ្វីបងប្អូន54គីឡូនេះគឺជា clay នេះជាអ្វីបងប្អូន clay ហ្នឹងគឺជាដីសបាទគឺដីយើងហ្នឹងតែមុននឹងយកមកលាយជាមួយជីគឺគេចូលរោងចក្រសិនបងប្អូនមិនមែនយកដីមកដាក់ស្រស់ទេឥឡូវយើងចូលមកដល់ការប្រើប្រាស់ជីអញ្ចឹងបងប្អូនតែឆ្ងល់ថាប្រើយ៉ាងម៉េចទៅបើរូបមន្តចោលយ៉ាងហ្នឹងបាទអញ្ចឹងយើងត្រូវដឹងថាអាសូតនេះមានតួនាទីគោលអ្វី phosphor មានតួនាទីគោលអ្វី potassium មានតួនាទីគោលអ្វីបាទអញ្ចឹងខ្ញុំនឹងលើកខ្លីៗដូចជាអាសូតនេះជួយការលូតលាស់ដើមស្លឹកហើយនឹងជួយស្លឹកបៃតង phosphor នេះជួយដល់ឫសជួយដល់ផ្កាជួយដល់ការចេញក្តឹប potassium នេះជួយឲ្យរុក្ខជាតិធន់នឹងជំងឺហើយនឹងផ្លែមានគុណភាពអញ្ចឹងការប្រើប្រាស់ជីយើងមើលតាមរូបមន្តនេះទៅបើសិនជាដំណាំរបស់យើងនៅដំណាក់កាលលូតលាស់ដើមស្លឹកគឺយើងប្រើជីដែលមានរូបមន្តអាសូតខ្ពស់នេះទៅបើសិនជាដំណាំរបស់យើងក្នុងដំណាក់កាលចេញផ្កាចេញក្តឹបចេញផ្លែគឺយើងប្រើ phosphor ខ្ពស់បើសិនដំណាំយើងក្នុងដំណាក់កាលផ្លែហើយយើងចង់បើផ្លែគឺយើងប្រើ potassium ខ្ពស់ហើយជីចម្រុះឬជីផ្លែឈើនេះបងប្អូនយល់ណាអាសូត phosphor potassium មានទាំងអស់អញ្ចឹងវាអាចជួយបានគ្រប់វគ្គហើយបូក TE អញ្ចឹងបងប្អូនយល់ហើយ TE ខ្ញុំនិយាយពីដើមវីដេអូហើយសារធាតុចិញ្ចឹមនេះបើសិនជាបងប្អូនអត់ដឹងថាតើវាមានតួនាទីគោលអ្វីបងប្អូនអាចត្រឡប់ទៅមើលវីដេអូខ្ញុំមុនខ្ញុំធ្វើនេះហើយ
bài video này miền này bên năng bật sân chỉ bóng ôn miền chấm ngò là so với nửa lượng báo chí xây xây tiết số bóng ôn không mà được hàng cầu